សុស្ដីមនៈទស្សនានេះគឺជារឿងសំខាន់សេរីរៀបការក្នុងពេលថត live វីដេអូនៅក្នុងភាគទី54ចូលមកក្នុង chapter នេះយើងក៏បានឃើញនៅធម្មពលពណ៌ក្រហមយ៉ាងខ្លាំងបានសាយភាយទៅពីពេញទីកន្លែងនោះដែលបានធ្វើឲ្យអ្នកប្រមាញ់បលឹងទាំងពីរអ្នកនឹងស្ទើរតែមិនអាចទប់ខ្លួនជាប់ដែលប្រុសនោះបាននិយាយថាតែមានរឿងអីកើតឡើងទៅនៅពេលនោះ Fanning ក៏បានខ្ទាតមកវិញជាមួយនឹងបន្ទុះមួយហើយមកជាមួយនឹង Fanning ដែរនោះគឺជាដៃដាច់ម្ខាងហើយនៅពេលដែលមានបន្ទុះបែបនេះធ្វើឲ្យអ្នកទាំងពីរនោះក៏បានខ្ទាតទៅក្រោយមួយចម្ងាយផងដែរហើយកញ្ញាសក់ក្រហមនឹងក៏បានយកកំពែងរបស់នាងទៅដោតទៅលើដីដើម្បីទប់ខ្លួនរបស់នាងមិនឲ្យខ្ទាតហើយក៏បានធ្វើឲ្យបន្សល់ទុកនៅស្នាមមួយនៅលើដីផងដែរបន្ទាប់ពីចំហាយនៃបន្ទុះនោះវាបានស្ងប់ស្ងាត់ទៅនោះនាងក៏បានប្រើប្រាស់ធម្មពលរបស់នាងដើម្បីទប់លំពែងនាងនិយាយថាវាគឺពិតជាអស្ចារ្យខ្លាំងណាស់ប្រូនោះក៏បាននិយាយថាក្មេងនេះគឺពិតជាហ៊ានរារាំងការផ្លាស់ទីរបស់ថាបច្ចិនពិតមែនហើយនៅពេលនោះ Fanning ក៏បានខ្ទាតចេញមកពីបន្ទុះនោះជាមួយនឹងដៃដែលបានដាច់នោះមកបន្ទាប់ពី Fanning ក៏បានអាឡាតពីបេជុំក៏បានទប់ខ្លួនឯងមិនឲ្យខ្ទាតទៅបន្តទៀតហើយក៏បានវាយដីម្ដាយគួយស្អប់មែនធ្វើឲ្យពួកគេគេចរួចម្ដងទៀតហើយនៅពេលនេះកញ្ញាសក់ក្រហមនឹងនាងក៏បានដើរចូលទៅរើសដៃដែលបានដាច់នោះហើយបរិសុទ្ធនោះគឺមានរសនាមថាស្រមោលប្រច័ណ្ឌនារីសក់ក្រហមបានប្រាប់ឲ្យគាត់ទៅពិនិត្យមើលស្ថានភាពរបស់លោកមន្ត្រីចាងចំណែកឯនាងនឹងដោះស្រាយរឿងនៅទីនេះហើយបរិសុទ្ធនោះក៏បាននិយាយថាយល់ហើយមេក្រុមបន្ទាប់មកនាងក៏បានយកបងរំចេញពីប្រអប់មួយនៅចង្កេះរបស់នាងហើយក៏មើលទៅកន្លែងផ្សេងអសោះមើលទៅបងរំបានហើយបន្ទាប់មកនាងក៏បានយកបងរំទាំងអស់នោះទៅរុំដៃដែលបានដាច់នោះនាងបាននិយាយថានៅពេលនេះពួកគេយកបានដៃម្ខាងរបស់ពោះឋានរកវានឹងមានប្រយោជន៍ដល់ពួកគេនៅការពិនិត្យមើលពីសមត្ថភាពរបស់ពួកគេនោះហើយនាងនឹងរាយការណ៍ពីគុណសម្បត្តិរបស់ Fanning ទៅកាន់អង្គការរបស់នាងក៏បានដើរចូលទៅរក Fanning ហើយក៏បានហុចដៃទៅឲ្យគាត់តើលោកយ៉ាងម៉េចហើយប៉ុន្តែនៅពេលនោះជាងលីក៏បានចេញមកកាងប្តីរបស់នាងតែម្ដង Fanning ក៏បានប្រាប់ឲ្យជាងលីនឹងស្ងប់ចិត្តទៅវាមិនអីទេលីអឺ Fanning ក៏ត្រូវបានជាងលីជួយគ្រាងើបឡើងគាត់បាននិយាយថានាងគឺជាអ្នកប្រមាញ់ពលឹងដែលមកដោយសារតែទទួលបានសាររបស់លោកមន្ត្រីចាងនារីសក់ក្រហមនាងក៏បានងក់ក្បាលហើយក៏បានណែនាំខ្លួនរបស់នាងគឺមានឈ្មោះថាហងជីហើយបរិសុទ្ធដែលមកជាមួយនាងគឺជាមិត្តរួមការងាររបស់នាងមានឈ្មោះថាយេយីងឬក៏សមប្រច័ណ្ឌនឹងឯងនាងក៏បានទៅចាប់ស្មារបស់ Fanning ហើយក៏បាននិយាយថាលោកច្បាស់ជាអ្នកជោគជ័យថ្មីដែលលោកគ្រូចាងកំពុងតែនិយាយនោះហើយត្រូវទេឈ្មោះរបស់លោកគឺ Fanning លោកក៏សង្ហាដែរប៉ុន្តែនៅពេលនេះជាងលីនាងក៏បានខ្លាយទៅជាឆ្មាកាចតែកំពុងតែកាងត្រីជាតិនាងបាននិយាយថាថយចេញភ្លាមដែលធ្វើឲ្យចែនោះដកដៃចេញយ៉ាងបញ្ញាប់ហើយលោកក៏ចម្លែកផងដែរដែលមាននឹងវិញ្ញាណអស្ចារ្យបែបនេះនៅក្បែរខ្លួនរបស់លោកនោះមិនត្រឹមតែប៉ុណ្ណឹងនាងនៅតែអាចប្រច័ណ្ឌលោកដោយនាងនឹងគឺជាមិត្តស្រីតូចរបស់លោកថែមទៀតហងជីក៏បានតែរាក់ទាក់ជាមួយនឹងជាងលីហើយក៏បាននិយាយថាកំរំអីនាងនឹងមិនលួចមិត្តប្រុសរបស់ជាងលីនោះទេតែនៅពេលនេះជាងលីគឺមានតែប៉ុន្តែលើនេះងាកចេញពីសាច់កាប់ចូលសាច់កម្មវិញម្ដង Fanning ក៏បានគិតថាមើលទៅពួកគេដូចជាមិនមានការផ្ដោតទៅលើការចាប់វិញ្ញាណទាំងស្រុងនោះទេបន្ទាប់មកហងជីនាងក៏បានវាយទៅកាន់ Fanning បន្តិចយ៉ាងម៉េចតើសកម្មភាពរបស់ខ្ញុំចំពោះវិញ្ញាណពិសេសនៅក្បែរខ្លួនលោកនោះគឺចម្លែកហងជីនាងក៏បាននិយាយថាអ្នកប្រមាញ់ពលឹងដូចជាពួកគេនេះធ្លាប់ធ្វើជាសត្រូវជាមួយនឹងវិញ្ញាណព្រោះតែវិញ្ញាណភាគច្រើននឹងក្លាយទៅជាវិញ្ញាណអារក្សដែលផ្អែកទៅតាមមនសិការរបស់ពួកគេហើយវាគឺជាកាតព្វកិច្ចរបស់ពួកគេដើម្បីសម្អាតនៅវិញ្ញាណទាំងអស់នោះទោះជាយ៉ាងណាក៏ដោយស្ថានភាពរបស់ Fanning គឺមិនចម្លែកនោះទេព្រោះថានៅក្នុងពេលប្រហែលឆ្នាំចុងក្រោយនេះគឺមានមនុស្សមួយចំនួនធំនៅក្នុងអង្គការរបស់នាងគឺបានចុះកិច្ចកងត្រាជាមួយនឹងវិញ្ញាណនៅពេលដែលពួកគេកំពុងតែនិយាយគ្នានោះយាយីងក៏បានគ្រាលោកមន្ត្រីចាងមកហងជីក៏បានសួរយាយីងថាតើស្ថានភាពរបស់លោកមន្ត្រីចាងនឹងយ៉ាងម៉េចហើយយាយីងបាននិយាយថារបួសរបស់លោកមន្ត្រីចាងនឹងគឺមិនស្រាលទេគេត្រូវតែបញ្ជូនគាត់ទៅមន្ទីរពេទ្យឲ្យបានឆាប់Fanning បានសួរទៅកាន់យាយីងថាតើលោកមន្ត្រីចាងនឹងគឺជាគ្រូរបស់ពួកគេយាយីងបាននិយាយថាប៉ាត់មែនហើយទាំងគាត់ហើយនិងហងជីគឺជាកូនសិស្សរបស់លោកមន្ត្រីចាងប៉ុន្តែបន្ទាប់ពីលោកមន្ត្រីចាងចាក់ចេញពីអង្គការអ្នកប្រមាញ់ពលឹងនោះពួកគេគឺមិនមានទំនាក់ទំនងជាមួយគ្នាជាយូរមកហើយប៉ុន្តែនៅពេលនេះលោកមន្ត្រីចាងគាត់ទទួលបានតម្រុយខ្លះពីយន់សាងនោះក៏បានតាក់ទងទៅកាន់ពួកគេម្ដងទៀតហងជីបាននិយាយថាមនុស្សពីរនាក់មកពីអង្គការនរោបានរងរបួសធ្ងន់ពេលនេះ Fanning ប្រកាសជាមានសុវត្ថិភាពប៉ុន្តែយន់សាងគឺមានស្នេហ៍ជាច្រើនលាក់ក្នុងដៃអាវរបស់ពួកគេចឹងហើយមិនយូរមិនឆាប់ពួកគេនឹងស្វែងរក Fanning ឃើញជាមិនខានបន្ទាប់មកនាងក៏បានដកយកអ្វីមួយចេញពីកាបូបតូចរបស់នាងយាយីងបាននិយាយថានៅពេលនេះពួកគេបានបញ្ជូននៅបិសាចដូចជាយន់ជូហើយនិងយន់សឺមកយន់សឺនឹងគឺជាពូនរុនឹងឯងហើយនៅពេលក្រោយពួកគេនឹងរៀបចំឲ្យកាន់តែម៉ត់ចត់ថែមទៀតនៅពេលនោះពួកគេនឹងមិនអាចជួយ Fanning បានទៀតនោះឡើយលុះត្រាតែហងជីគ្នាក៏បានហុចកាតមួយទៅឲ្យ Fanning ហើយក៏បាននិយាយថាលុះត្រាតែលោកចូលរួមជាមួយនឹងអង្គការអ្នកប្រមាញ់ពលឹងរបស់ពួកគេហើយនឹងសុំការការពារពីលោកម្ចាស់អ្នកប្រមាញ់របស់ពួកគេជាផ្លូវការតែប៉ុណ្ណោះនៅពេលដែលគាត់បានឃើញកាត Fanning ក៏បាននិយាយថានេះគឺ Fanning ក៏បានគិតថាគាត់គ្រាន់តែចង់សួរពីរបៀបដែលមនុស្សចូលកងត្រាជាមួយនឹងវិញ្ញាណតែប៉ុណ្ណោះប៉ុន្តែនាងបានផ្លាស់ប្ដូរប្រធានបទហើយក៏បានលើកយកនៅលោកមន្ត្រីចាងយកមកនិយាយវិញមើលទៅបញ្ហានេះគឺប្រហែលជាមានបង្កប់នៅជាមួយនឹងអ្នកប្រមាញ់ពលឹងម្នាក់ជាមិនខាន
មិនន័យថាអ្នកប្រមាញ់ពលឹងម្នាក់ៗហ្នឹងគឺមិនចែករំលែកនៅព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេទៅឲ្យអ្នកដទៃដឹងទេហើយការបង្កើតកងត្រាជាមួយនឹងវិញ្ញាណហ្នឹងគឺប្រហែលជាមាននៅវិធីខុសៗគ្នាផងដែរហើយនៅពេលនោះជាងលីនាងក៏បានទទួលយកកាតនោះជំនួសហ្វាំងនីងក៏បាននិយាយថាលីចុះបើសិនជាអ្នកប្រមាញ់ពលឹងជាងលីបាននិយាយថាលោកម្ចាស់ស្ថានភាពនៅថ្ងៃនេះគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់បើគ្មានការការពារពីអ្នកប្រមាញ់ពលឹងទីនោះនាងខ្លាចថាពួកគេទាំងពីរនាក់ហើយនាងក៏បានផ្អាកត្រឹមនេះបន្ទាប់មកនាងក៏បាននិយាយបន្តទៀតថានៅពេលនេះនាងបារម្ភពីហ្វាំងនីងជាជាងបារម្ភពីខ្លួននាងនៅពេលនោះហងជីនាងក៏បាននិយាយថាមិនអីទេហ្វាំងនីងនៅក្នុងពេល5ថ្ងៃទៀតអង្គការនឹងបញ្ជូននៅបុគ្គលិកមិនផ្លូវការដើម្បីមកធ្វើការសាកល្បងហ្វាំងនីងបើសិនជាហ្វាំងនីងគាត់ជាប់នោះនិយាយមកដល់ត្រឹមនេះនាងក៏បានឈប់ហើយនាងក៏បានជិះកង់ភ្លើងរបស់នាងហោះឡើងបន្ទាប់ពីហងជីបានជិះកង់ភ្លើងហោះឡើងនាងក៏បានបែរមកប្រាប់ហ្វាំងនីងថាអង្គការអ្នកប្រមាញ់ពលឹងនឹងស្វាគមន៍ការចូលរួមរបស់លោកហ្វាំងនីងក៏បានលើកកាតនោះឡើងហើយក៏បាននិយាយថាគាត់មិនទាន់បានសម្រេចចិត្តនោះទេហើយគាត់ក៏មិនបានឲ្យនាងសម្រេចចិត្តឲ្យគាត់នោះដែរគាត់បានប្រាប់ឲ្យហ្វាំងនីងគិតពីវាម្ដងទៀតទៅនៅពេល2-3ថ្ងៃបន្ទាប់នោះបើសិនជាហ្វាំងនីងនៅតែមិនចង់ចូលរួមជាមួយនឹងអង្គការរបស់ពួកគេគាត់អាចប្រកល់កាត់ជីវិតនឹងទៅឲ្យអ្នកសាកល្បងវិញបានប៉ុន្តែបើសិនជាគាត់មិនចូលរួមជាមួយនឹងពួកគេនោះដើម្បីសុវត្ថិភាពរបស់អ្នកដទៃពួកគេត្រូវតែកំណត់ទីតាំងពិតប្រាកដរបស់ហ្វាំងនីងហើយនឹងដាក់កំហិតទៅលើធម៌ពលរបស់គាត់ផងដែរហើយនៅត្រង់ចំណុចនេះពួកគេសង្ឃឹមថាគាត់នឹងយល់នៅពេលដែលពួកគេរៀបនឹងចាក់ចេញហើយនោះហ្វាំងនីងក៏បានប្រាប់ឲ្យពួកគេចាប់សិនគាត់មានមិត្តភក្តិម្នាក់ទៀតដែលកំពុងតែរងរបួសហើយគាត់ក៏ចង់ឲ្យពួកគេនាំគាត់ទៅជាមួយផងដែរយើងបាននិយាយថាបើសិនជាមិត្តរបស់ហ្វាំងនីងគឺជាបរិធាននោះគាត់បានពិនិត្យមើលរួចហើយគាត់គឺគ្មានរបួសធ្ងន់ធ្ងរអីនោះទេដែលវាក៏បានធ្វើឲ្យហ្វាំងនីងនឹងក៏ភ្ញាក់ផ្អើលផងដែរហើយនៅពេលនេះជូធីនហួរក៏បានក្រោកឡើងហើយហ្វាំងនីងក៏បាននិយាយថាតាមការពិតទៅលោកធ្វើពុតជាស្លាប់ទេអីជូធីនហួរបាននិយាយថាមែនហើយការពិតទៅធម្មពលវាបហានឹងត្រូវបានយន្តវជ្ជៈនឹងវាស្រុបអស់ហើយនៅពេលនេះគាត់ក៏អស់នៅកណ្ដាលយន្តនោះផងដែរហ្វាំងនីងបាននិយាយថាលោកពិតជាអស្ចារ្យមែនដែលធ្វើខ្ញុំបារម្ភអន់អំពើងាកចេញពីកន្លែងយ៉ាងចលាចលនៅឯសាលាហើយយន្តនោះចូលមកដល់នៅក្នុងពេលយប់ស្ងាត់ប្រយ័ត្នបាត់មាត់នៅឯទីវាលបញ្ចុះសពមួយបរិសម្នាក់កំពុងតែដើរយាមល្បាតពេលដែលគាត់កំពុងតែដើរពិនិត្យមើលសុកនោះគ្មានថាមពលយ៉ាងចម្លែកមួយបានផ្ទុះឡើងនៅក្រោយខ្នងរបស់គាត់បន្ទាប់មកយន្តក៏បានគ្រាយន្តជូចេញមកហើយក៏មិនឆ្ងល់ទេយន្តនឹងធំហើយយន្តជូនឹងតូចមើលទៅលើកនេះពួកគេទាំងពីរនាក់នឹងក៏ដូចជាទៅដាប់ទៅដួសយ៉ាងខ្លាំងបន្ទាប់មកយន្តនាងក៏បានកក់ឈាមចេញមកបន្ទាប់មកនាងក៏បាននិយាយថាពួកអ្នកប្រមាញ់ពលឹងចង្រៃយកទាំងអស់នោះហើយនឹងហ្វាំងនេះដែលមានកងត្រាជាមួយនឹងវិញ្ញាណពិសេសនោះទៀតនៅពេលនេះពួកឯងទាំងអស់គ្នាត្រូវតែចងចាំពីរឿងនេះទុកទៅហើយនៅពេលនេះនាងក៏មានរបួសខាងក្នុងយ៉ាងខ្លាំងផងដែរនៅពេលដែលនាងកំពុងតែប្រឆាំងជាមួយនឹងធម្មពលកំណងកំហុសនោះដើម្បីលំហផ្លាទីនឹងវាមានតុល្យភាពបើមិនចឹងទេពួកគេនឹងត្រូវបានលំហនឹងគៀបស្លាប់ជាមិនខានទេដែលវាធ្វើឲ្យធម្មពលរបស់នាងស្ទើរតែខ្សោះអស់ពីខ្លួនទៅហើយក៏មិនដឹងថាទីកន្លែងនេះគឺជាកន្លែងណានោះដែរយន្តជូសម្លាប់មិនដឹងខ្លួនថាប្រច័ណ្ឌក៏រងការខូចខាតផងដែរប៉ុន្តែនៅពេលនេះក៏បានឮសំឡេងមនុស្សដើរមករកពួកគេយន្តក៏បានគិតថាមានមនុស្សនៅទីនេះតែអាចថាគឺជាអ្នកប្រមាញ់ពលឹងដែរទេនាងក៏បាននាំយន្តជូទៅពួននៅម្ខាងហើយនាងក៏បានគិតថាចង្រៃវាយកហេតុអីក៏ត្រូវជាពេលនេះទៅវិញហើយអ្នកយាមនឹងគឺបានដើរមកហើយក៏បានឃើញស្នាមឈាមនៅលើដីហើយបន្ទាប់មកក៏បានបញ្ចាំងប៉ាទៅចំមនុស្សដែលមានរបួសទាំងពីរនាក់នោះនោះក៏បានស្រែកថាព្រះអើយមានឈាមច្រើនណាស់តើមានអីកើតឡើងទៅប៉ុន្តែនៅពេលនេះនារីពស់យន្តនឹងក៏បានលិតមាត់ហើយបន្ទាប់មកនាងក៏បានសើចនោះក៏បានដួលចុះហើយក៏បាននិយាយថាតើនាងកំពុងតែសើចស្អីនឹងតើនាងត្រូវការរជនសង្គ្រោះបន្ទាន់ណាអូនប៉ុន្តែបើតាមមើលទៅទឹកមុខរបស់នារីពស់នឹងនាងចង់និយាយថាមិនចាំបាច់ត្រូវការឡានសង្គ្រោះបន្ទាន់នេះទេបន្ទាប់មកនាងក៏បានប្រែខ្លាចទីឈ្មោះដ៏ធំមួយហើយនោះក៏បានស្រែកឲ្យគេជួយផងបន្ទាប់មកយើងក៏បានឮតែសំឡេងស្រែកហើយក៏បានឃើញពិលនឹងធ្លាក់ចុះផ្លាកពោពេញទៅដោយស្នាមឈាមពេញដីបន្ទាប់មកយន្តនាងក៏បានលិតមាត់របស់នាងម្ដងទៀតហើយនាងក៏បានសើចតែម្នាក់ឯងនិងក៏បាននិយាយថានាងបាត់បង់ដៃម្ខាងតើវាយ៉ាងម៉េចទៅយន្តឡុងនៅថ្ងៃនេះនាងបានតាមគាត់តន់ហើយនៅពេលដែលដុកទ័របាត់បង់នូវការជឿជាក់ចំពោះយន្តឡុងនោះនាងនឹងអាចស្រូបយកនូវធម៌ពលវិញ្ញាណរបស់គាត់បានហើយនៅពេលនោះនាងនឹងក្លាយទៅជាម្នាក់នៅក្នុងចំណោមអ្នកការពារកំពូលទាំង3ជាមិនខានហើយកំជ្រួចក៏បានបាញ់ឡើងផោងផាំងពេញមេឃចំណែកឯនារីពស់យន្តរបស់ពួកយើងក៏នៅតែបន្តសាច់ឡើងតែម្នាក់ឯងនៅពេលនេះជាងលីហើយនិងហ្វាំងនីងកំពុងតែបណ្ដាគ្នាជាងលីនាងក៏បាននិយាយថាប្តីសម្លាញ់តើនេះគឺជាថ្ងៃអីទៅវាមើលទៅដូចជាមានពិធីបុណ្យហ្វាំងនីងបាននិយាយថាវាមើលទៅដូចជាពិធីបុណ្យទុកនាគត្រូវអត់កាលពីមុនហ្នឹងគាត់នៅតែម្នាក់ឯងដូច្នេះហើយគាត់មិនបានយកចិត្តទុកដាក់ចំពោះរឿងទាំងអស់នេះនោះទេបន្ទាប់មកពួកគេក៏បានទៅដល់មុខសណ្ឋាគារមួយហ្វាំងនីងបានគិតថានេះគឺជាសណ្ឋាគារដែលថោកបំផុតហើយនៅជុំវិញទីកន្លែងនេះនោះតែវាមើលទៅដូចជាមិនស្រួលប្រហែលទេហើយសណ្ឋាគារដែលមានពណ៌ផ្កាឈូកចែងចាំងបែបហ្នឹងច្បាស់ណាស់គឺមានតែគូស្នេហ៍ទេដែលគេចូលនោះហើយចំពោះអ្នកអត់មានគ្នាអីក៏មិនចូលទីកន្លែងហ្នឹងហើយនៅពេលដែលពួកគេបានចូលទៅដល់ខាងក្នុងនោះអ្នកទទួលភ្ញៀវក៏បាននិយាយថាអូស្វាគមន៍អ្នកទាំងពីរមកទីនេះគឺត្រូវកន្លែងហើយនៅកន្លែងនេះពួកគេនឹងផ្ដល់ជូននៅប្រធានបទជាច្រើនដូចជាមន្ទីរពេទ្យគណនាលុបថយការថ្នាក់រៀនឡានក្រុងនិងយន្តហោះអីចឹងហើយក៏មានផ្ដល់ជូននៅសម្លៀកបំពាក់ផងដែរហើយធានាថាពួកគេទាំងពីរនាក់នឹងពេញចិត្តជាមិនខានហ
ហើយជាងលីក៏បានឆ្ងល់ថាតើប្រធានបទនឹងជាអ្វីទៅហ្វានេះក៏បាននិយាយជាមួយនឹងអ្នកទទួលភ្ញៀវថាគ្រាន់តែផ្ដល់ឲ្យបន្ទប់មួយដែលពួកគេអាចសម្រាកជាមួយនឹងគ្នាបានទៅបានហើយនៅពេលនេះហ្វានេះក៏បានគិតថាគាត់មិនដឹងថាគាត់ត្រូវសងថ្លៃខូចខាតប្រមាណទេតែឲ្យម្ចាស់ផ្ទះជួលមុននោះដែលវាត្រូវបានបំផ្លាញដោយយន្តឆាងនោះនៅពេលនេះគាត់ត្រូវតែសំចៃគាត់គិតថាអ្នកប្រមាញ់ព្រលឹងច្បាស់ជាសងនៅប្រាក់ឲ្យគាត់វិញមិនខានអ្នកទទួលភ្ញៀវនឹងបាននិយាយថាលោកនិយាយមិនខុសទេអ្នកទី2មកទីនេះដើម្បីគេងមែនទេអញ្ចឹងបើមកមិនគេងទៅមកធ្វើអីទៅនៅពេលដែលហ្វានេះហើយនឹងជាងលីកំពុងតែដើរទៅរកបន្ទប់របស់ពួកគេអ្នកទទួលភ្ញៀវនឹងក៏បានសើចហើយនិយាយថាបរិសង្ហាស្រីស្អាតពួកគេទាំងពីរនាក់ច្បាស់ជាលក់បានតម្លៃខ្ពស់ជាមិនខានបន្ទាប់មកនាងក៏បានចូលមកពិនិត្យមើលនៅក្នុងកាមេរ៉ាហើយនេះមិនមែនជាកាមេរ៉ាសុវត្ថិភាពទេប៉ុន្តែគឺជាកាមេរ៉ាដែលបានបង្កប់នៅក្នុងបន្ទប់របស់អ្នកដែលបានមកចូលបន្ទប់ទាំងអស់នោះហើយមើលទៅនាងដូចជាគិតថាហ្វានេះហើយនឹងជាងលីនឹងមកចូលបន្ទប់ដើម្បីគ្រីបទឹកឃ្មុំអីចឹងណាហើយមើលទៅតាមកាមេរ៉ាសុវត្ថិភាពទៅបន្ទប់ល្អថែមទាំងមានស្រានៅលើក្រែផងដែរហើយមកដល់ត្រឹមនេះសាច់រឿងនៅក្នុង chapter នេះក៏សូម slash ត្រឹមប៉ុណ្ណេះសិនសូមអធិស្ឋានចំពោះកំហុសឆ្គងនិងអរគុណចំពោះការទស្សនា